Bismillahirrahmanirrahim. Alhamdulillahi rabbil alamin. Wassalatu wassalamu ala asyrafil anbiya'i wal mursalin wa ala alihi wa sahbihi ajma'in. Amma ba'd. Assalamualaikum warahmatullahi wabarakatuh. Alhamdulillah ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតនោះហើយគឺ Mazahiru Inayatil Islami bil Usrati ទិដ្ឋភាពនៃការយកចិត្តទុកដាក់របស់អ៊ីស្លាមចំពោះគ្រួសារ Watat Watatabadda mazahiru inayatil islami bil usrati ការយកចិត្តទុកដាក់របស់អ៊ីស្លាមចំពោះគ្រួសារបង្ហាញឲ្យឃើញតាមរយៈច្បាប់ជាច្រើន Min tilka tashri'ati wal ahkami តាមរយៈច្បាប់ទាំងនោះ Allati saraha li tanzimil usrati ដែលត្រូវបានដាក់ឡើងដើម្បីរៀបចំនិងគ្រប់គ្រងជីវិតគ្រួសារ Wa tartibi shu'uniha និងរៀបចំកិច្ចការផ្សេងៗរបស់គ្រួសារ Wa min dhalika ala sabilil mithali lan lal hasri ក្នុងចំណោមច្បាប់ទាំងនោះមានឧទាហរណ៍ដូចខាងក្រោម ទី1 Al-amru biz-zawaji ការប្រើឲ្យរៀបអាពាហ៍ពិពាហ៍ Litashjidi da'aimil usrati ដើម្បីកសាងគ្រឹះដ៏រឹងមាំនៃគ្រួសារ Li'annahu la usrata bighairi zawajin ព្រោះគ្មានគ្រួសារណាមួយអាចកើតឡើងបានដោយគ្មានអាពាហ៍ពិពាហ៍នោះឡើយ Wa kullu ilaqatin jinsiyyatin baina rajulin wa imra'atin ហើយរាល់ទំនាក់ទំនងផ្លូវភេទរវាងបុរសនិងស្ត្រី La taqumu ala asasi zawaji ដែលមិនស្ថិតនៅលើផ្លូវមូលដ្ឋាននៃអាពាហ៍ពិពាហ៍ស្របច្បាប់ទេនោះ Fahiya zinan wa sifahun នោះគឺជាអំពើស៊ីណានិងការរួមរយៈខុសច្បាប់ Wallahu ta'ala yaqul ហើយអល់ឡោះបានហ្វីរម៉ានថា Wala taqrabu zina innahu kana fahishatan wa sa'a sabila ហើយកុំចូលចិត្តអំពើស៊ីណា ព្រោះវាជាអំពើអាស្រូវដ៏អាក្រក់និងជាផ្លូវដ៏អាក្រក់ សូរ៉ាអ៊ីស្រាអាយ៉ាតទី32 Wa yaqulu azza wa jalla ហើយអល់ឡោះបានហ្វីរម៉ានទៀតថា Muhsinina ghayra musafihina wala muttakhidhi akhdanin ត្រូវរស់នៅដោយភាពបរិសុទ្ធមិនប្រព្រឹត្តស៊ីណានិងមិនយកសង្សារដោយសម្ងាត់ឬក៏សាហាយស្មន់ សូរ៉ាអល់ម៉ាអ៊ីដាអាយ៉ាតទី5 ទី2 Tashri'u huquqi zawjaini wa wajibatihima ការកំណត់សិទ្ធិនិងកាតព្វកិច្ចរបស់ស្វាមីភរិយា Faqad awjabal islamu 'ala az-zawji li zawjatihi អ៊ីស្លាមបានដាក់កាតព្វកិច្ចលើស្វាមីចំពោះភរិយារបស់គាត់ដូចជា ទី1 Al-mahru ទី1គឺប្រាក់ខណ្ឌស្លាឬក៏ពិស៊ីកាសវិន Qala ta'ala អល់ឡោះបានហ្វីរម៉ានថា
وآتوا النساء صدقاتهن نحلة ហើយចូលប្រគល់ឥស៊ីកាសវិនរបស់ស្ត្រីជាអំណោយដោយស្ម័គ្រចិត្តអញ្ចឹងឥស៊ីកាសវិននេះតើឲ្យគេហើយគឺយើងអាចយកមកវិញបានទេហុគុំវាទី2 an-nafaqatu ការផ្គត់ផ្គង់ជីវភាពគ្រួសារ قال تعالى អល់ឡោះបានហ្វីរម៉ានថា وعلى المولود له رزقهن وكسوتهن بالمعروف ឪពុករបស់កូនមានកាតព្វកិច្ចផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ម្ដាយរបស់កូនតាមសមរម្យ Surah Al-Baqarah អាយ៉ាតទី233 وقال رسول الله صلى الله عليه وسلم រ៉ូស៊ូលឡោះបានមានប្រសាសន៍ថា ولهن عليكم رزقهن وكسوتهن بالمعروف ហើយភរិយារបស់អ្នកមានសិទ្ធិលើអ្នកគឺការផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់តាមសមត្ថភាពហាឌីសនេះគឺរាយការណ៍ដោយហាឌីសរិវាយមូស្លីមហាឌីសនេះវែងតែគេកាត់យកមកខ្លីចំណុចទី3 al-mu'asharatu bil ma'rufi ការរស់នៅជាមួយភរិយាដោយសេចក្តីល្អ قال الله تعالى អល់ឡោះបានហ្វីរម៉ានថា وعاشروهن بالمعروف សូរ៉ាអាននីសាអាយ៉ាតទី19មានន័យថាចូលរស់នៅជាមួយពួកនាងដោយសេចក្តីល្អ كما أوجب الإسلام على الزوجة لزوجها អ៊ីស្លាមក៏បានកំណត់កាតព្វកិច្ចរបស់ភរិយាចំពោះស្វាមីផងដែរមិនមែនមានតែស្វាមីចំពោះភរិយាទេភរិយាក៏មានកាតព្វកិច្ចចំពោះស្វាមីរបស់គាត់ផងដែរអញ្ចឹងមានអីខ្លះទី1 at-ta'atu fi ghairi ma'siyah ការតអាត់ស្វាមីក្នុងរឿងដែលមិនមែនម៉ាក់ស៊ីយ៉ាត់មិនមែនរឿងដែលធ្វើទុសាកលតាអាឡាអល់ឡោះបានហ្វីរម៉ានថា الرجال قوامون على النساء បុរសគឺជាអ្នកដឹកនាំនិងទទួលខុសត្រូវលើស្ត្រីសូរ៉ាអាននីសាអាយ៉ាតទី34 والقوامة إنما هي القيادة وحق الطاعة ចឹងពាក្យថាគីវ៉ាម៉ាមានន័យថាការដឹកនាំនិងសិទ្ធិដែលត្រូវបានតអាត់ក្នុងនេះគឺអ្វីដែលស្របតាមអ៊ូហ្គាម៉ាគឺมันអាចផ្ទុយនឹងអ៊ូហ្គាម៉ាបានទេអញ្ចឹងស្ត្រីគឺវាយចាប់ត្រូវតអាត់តែបើសិនជាប្តីគាត់ប្រើខុសអំពីអ៊ូហ្គាម៉ាអញ្ចឹងស្រីនោះមានសិទ្ធិបដិសេធទី2 ألا تدخل بيته أحدا بغير إذنه ورضاه មិនអនុញ្ញាតឲ្យអ្នកណាចូលផ្ទះស្វាមីដោយគ្មានការអនុញ្ញាតនិងការពេញចិត្តពីគាត់ឡើយ قال رسول الله صلى الله عليه وسلم រ៉ូស៊ូលឡោះបានមានប្រសាសន៍ថា ولكم عليهن ألا يوطئن فرشكم أحدا تكرهونه ហើយសិទ្ធិរបស់អ្នកលើពួកនាងគឺមិនត្រូវអនុញ្ញាតឲ្យអ្នកដែលអ្នកមិនពេញចិត្តចូលមកក្នុងផ្ទះឬកន្លែងស្នាក់នៅរបស់អ្នកឡើយហាឌីសរិវាយតមូស្លីមហាឌីសនេះវែងដែរតែគេកាត់យកមកត្រឹមហ្នឹង قال الإمام النووي رحمه الله
Ta'ala អ៊ីម៉ាម Nawawi គាត់បានពន្យល់ថា لا يأذن لأحد تكرهونه في دخول بيوتكم والجلوس في منازلكم ចឹងអ៊ីម៉ាម Nawawi គាត់បានពន្យល់ថាគឺមិនអនុញ្ញាតឲ្យអ្នកដែលស្វាមីមិនពេញចិត្តចូលក្នុងផ្ទះនិងអង្គុយនៅក្នុងលំនៅឋានឡើយអញ្ចឹងអ្វីដែលប្តីរបស់យើងមិនពេញចិត្តនឹងនរណាម្នាក់អញ្ចឹងយើងមិនអាចអនុញ្ញាតឲ្យគាត់មកអង្គុយនៅក្នុងផ្ទះរបស់យើងឬក៏ចូលក្នុងផ្ទះរបស់យើងបានទេអានោះវាគឺជាសិទ្ធិស្វាមីរបស់យើងទី3 أن تحفظ شرفه وتصون عرضه وتحافظ على ماله ថែរក្សាកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្វាមីនិងការពារទ្រព្យសម្បត្តិរបស់គាត់قال رسول الله صلى الله عليه وسلم រ៉ាស៊ូលឡោះបានមានប្រសាសន៍ថា ألا أدلكم على خير ما يكنز الرجل តើខ្ញុំមិនប្រាប់អ្នកទេឬអំពីទ្រព្យសម្បត្តិដ៏ល្អបំផុតដែលបុរសអាចរក្សាទុកបានគឺ المرأة الصالحة គឺភរិយាដែល صالحة ភរិយាដែលល្អ التي إذا نظر إليها سرته គឺនៅពេលដែលស្វាមីមើលនាងនាងធ្វើឲ្យគាត់រីករាយមិនមែនមុខក្រញ៉ូវទេnhưngគាត់មានភាពរួសរាយរាក់ទាក់ញញឹមញញែម وإذا أمرها أطاعته នៅពេលគាត់បញ្ជានាងក្នុងរឿងល្អនាងគ្រប់ប្រតិបត្តិតាម وإذا غاب عنها حفظته في نفسها وماله ហើយនៅពេលគាត់អវត្តមាននាងថែរក្សាកិត្តិយសខ្លួនឯងនិងទ្រព្យសម្បត្តិរបស់ស្វាមី رواه أبو داود ហាឌីសនេះរាយការណ៍ដោយ Abu Daud ចំណុចបន្ទាប់ទៀត التشريع حقوق الأولاد والوالدين ការកំណត់សិទ្ធិរបស់កូននិងឪពុកម្ដាយ فقد أوجب الإسلام على الآباء لأولادهم អ៊ីស្លាមបានដាក់កាតព្វកិច្ចលើឪពុកម្ដាយចំពោះកូនរបស់ពួកគេទី1 النفقة ទី1ការផ្គត់ផ្គង់ជីវភាព قال الله تعالى អល់ឡោះបានហ្វៀរម៉ានថា فإن أرضعن لكم فآتوهن أجورهن ប្រសិនបើពួកនាងបំបៅដោះកូនឲ្យអ្នកចូលផ្ដល់ថ្លៃឈ្នួលដល់នាងអញ្ចឹងបើសិនជាប្រពន្ធរបស់យើងគាត់បំបៅដោះកូនរបស់យើងកាតព្វកិច្ចរបស់យើងគឺមានតួនាទីគឺផ្ដល់ថ្លៃឈ្នួលដល់នាងដល់គាត់នៅក្នុងសូរ៉ាអតឡាក់អាយ៉ាត់ទី6 فقد أوجب الله عز وجل أجرة المرضع لنفقة الولد អល់ឡោះដ៏មានអល់ឡោះ Azza wa Jalla បានដាក់កាតព្វកិច្ចឲ្យបង់ថ្លៃឈ្នួលដល់ស្ត្រីដែលបំបៅដោះកូនដើម្បីជាចំណាយសម្រាប់កូនជាការមណាហ្វកោះសម្រាប់កូនទី2 حسن التربية والتأديب على العبادات والأخلاق
ការអប់រំនិងបណ្ដុះបណ្ដាលកូនឲ្យមានសីលធម៌ល្អនិងប្រតិបត្តិការគោរពតាអត្តទៅចំពោះអល់ឡោះការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះ قال رسول الله صلى الله عليه وسلم Rasulullah បានមានប្រសាសន៍ថា أدبوا أولادكم على ثلاث خصال حب نبيكم وآل بيته وقراءة القرآن ចូលអប់រំកូនរបស់អ្នកលើលក្ខណៈ3យ៉ាងស្រឡាញ់នប៊ីរបស់អ្នកស្រឡាញ់ក្រុមគ្រួសាររបស់អ្នកក្រុមគ្រួសាររបស់នប៊ីនិងសូត្រអល់កុរអានអញ្ចឹងមករៀនគាត់3ប្រការហ្នឹងស្រឡាញ់នប៊ីស្រឡាញ់ដល់ចំពោះក្រុមគ្រួសារនប៊ីហើយនឹងបង្រៀនឲ្យគាត់ស្រឡាញ់ការសូត្រអល់កុរអាន وقال عليه الصلاة والسلام ហើយនប៊ីបានមានប្រសាសន៍ទៀតថា ألا كلكم راع وكلكم مسؤول عن رعيته ចូលដឹងចុះអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកទទួលខុសត្រូវហើយម្នាក់នឹងត្រូវគេសួរនាំអំពីអ្នកដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនចឹងនៅថ្ងៃអាខិរ៉ាត់យើងជាមេគ្រួសារនេះអល់ឡោះនឹងសួរយើងអ្វីដែលយើងបានដឹកនាំគ្រួសាររបស់យើងនោះ فالأمير الذي على الناس راع ومسؤول عن رعيته والرجل راع على أهل بيته ចឹងពាក្យថា فالأمير الذي នេះوالرجل គឺមេដឹកនាំដែលទទួលខុសត្រូវចំពោះប្រជាជនរបស់ខ្លួនស្វាមីទទួលខុសត្រូវចំពោះគ្រួសាររបស់ខ្លួនភរិយាទទួលខុសត្រូវចំពោះផ្ទះនិងកូនហើយអ្នកបម្រើទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិរបស់ម្ចាស់ខ្លួន والمرأة راعية على بيت بعلها وولده والعبد راع على مال سيده وهو مسؤول عنه ចឹងទាំងអស់នេះគេនឹងសួរវាពីកាតព្វកិច្ចយើងទាំងអស់នោះ ألا فكلكم راع وكلكم مسؤول عن رعيته ចូលដឹងចុះអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកទទួលខុសត្រូវហើយនឹងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន أخرجه البخاري في الجمعة كما أوجب الإسلام على الأولاد អ៊ីស្លាមក៏បានកំណត់កាតព្វកិច្ចរបស់ខ្លួនរបស់កូនចំពោះឪពុកម្ដាយផងដែរទី1 طاعة الوالدين في غير معصية الله والإحسان إليهما ទី1គ្រប់ឪពុកម្ដាយក្នុងរឿងដែលមិនផ្ទុយនឹងឧបមា
និងប្រព្រឹត្តល្អធ្វើល្អចំពោះពួកគាត់ قال الله تعالى អល់ឡោះបានហ្មានថា وقضى ربك ألا تعبدوا إلا إياه وبالوالدين إحسانا ម្ចាស់របស់អ្នកបានបង្គាប់ថាចូរកុំគោរពប្រណិប័តអ្នកណាក្រៅពីអល់ឡោះហើយត្រូវប្រព្រឹត្តល្អចំពោះឪពុកម្ដាយសូរ៉ាអ៊ីស្រ៉ាអាយ៉ាទី23 وقال تعالى ហើយអល់ឡោះបានហ្វីរម៉ានទៀតថា وصاحبهما في الدنيا معروفا ហើយចូលរួមរស់ជាមួយពួកគាត់ក្នុងទុនយ៉ានេះដោយសេចក្តីល្អស្រស់លុកម៉ានអាយ៉ាទី15ទី2 النفقة للوالدين إن كانا فقيرين والولد موسرا កូនត្រូវផ្គត់ផ្គង់ឪពុកម្ដាយប្រសិនបើពួកគាត់ក្រីក្រហើយកូនមានលទ្ធភាពឪពុកម្ដាយយើងក្រីក្រយើងគឺមានកាតព្វកិច្ចមួយត្រូវតែផ្គត់ផ្គង់ទៅចំពោះគាត់ណាបើសិនជាយើងមានលទ្ធភាពបើសិនជាអត់លទ្ធភាពអាហ្នឹងគិតផ្សេងទៀត قال رسول الله صلى الله عليه وسلم រ៉ាស៊ូលឡោះបានមានប្រសាសន៍ថា إن من أطيب ما أكل الرجل من كسبه وولده من كسبه អាហារដ៏ល្អបំផុតដែលមនុស្សម្នាក់បរិភោគគឺបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួនហើយកូនរបស់គាត់ក៏ជាលទ្ធផលនៃការខិតខំរបស់គាត់ដែរ وقال صلى الله عليه وسلم ហើយរ៉ាស៊ូលឡោះបានមានប្រសាសន៍ទៀតថា أنت ومالك لوالدك អ្នកនិងទ្រព្យសម្បត្តិរបស់អ្នកមានសិទ្ធិសម្រាប់ឪពុករបស់អ្នក إن أولادكم من أطيب كسبكم فكلوا من كسب أولادكم កូនរបស់អ្នកគឺជាផលដ៏ល្អបំផុតនៃការខិតខំរបស់អ្នកដូច្នេះអ្នកអាចទទួលផលពីអ្វីដែលកូនរកបានហាឌីសរីវ៉ាយតអប៊ូដាវូដ وهناك أحكام أخرى كثيرة تتعلق بتنظيم حياة الأسرة وترتيب أمورها នៅមានច្បាប់ជាច្រើនទៀតដែលតាក់ទងនឹងការរៀបចំជីវិតគ្រួសារនិងការគ្រប់គ្រងកិច្ចការរបស់គ្រួសារ ومن هذه الأحكام والتشريعات يتبين مدى اهتمام الإسلام بالأسرة ورعايته لها តាមរយៈច្បាប់និងបទបញ្ញត្តិទាំងនេះយើងអាចឃើញយ៉ាងច្បាស់ថាឧកាម៉ាអ៊ីស្លាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារនិងថែរក្សាស្ថាប័នគ្រួសារឲ្យមានភាពរឹងមាំអញ្ចឹងយើងសង្ខេបបានថាអ៊ីស្លាមបានកំណត់សិទ្ធិនិងកាតព្វកិច្ចរបស់សមាជិកគ្រួសារគ្រប់រូបឪពុកម្ដាយត្រូវផ្គត់ផ្គង់និងអប់រំកូនឲ្យបានរៀនឧកាម៉ាហើយឲ្យមានសីលធម៌ល្អ
កូនត្រូវគោរពប្រតិបត្តិល្អធ្វើល្អនិងថែទាំឪពុកម្ដាយជាពិសេសនៅពេលពួកគាត់ខ្វះខាតនឹងឯងបទបញ្ញត្តិទាំងនេះបង្ហាញពីភាពគតិបណ្ឌិតរបស់អ៊ីស្លាមក្នុងការកសាងគ្រួសារដែលរឹងមាំនិងសង្គមដែលមានសុភមង្គលអល់ហំឌុលីឡាអញ្ចឹងយើងចប់ត្រឹមមេរៀននេះក្នុងថ្ងៃនេះយើងនឹងចូលដល់មេរៀនថ្មីមួយទៀតនៅវីដេអូវគ្គក្រោយ وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته